ការពីវីដេអូមុនយើងបានជជែកគ្នាអំពីជំនាញនៃការចិញ្ចឹមបីបាច់កូនពីររួចមកហើយដែលជំនាញនេះប្រើប្រាស់ជាមូលដ្ឋាននៅក្នុងការកសាងទំនាក់ទំនងនិងជំរុញឲ្យកូនរបស់លោកអ្នកមានសកម្មភាពសមស្របតាមអ្វីដែលអ្នកជាឪពុកម្ដាយចង់បានសូមរំលឹកថាជំនាញនៃការចិញ្ចឹមបីបាច់កូនដែលដកស្រង់មកនេះគឺយកចេញពីសៀវភៅ Parenting the Strong-Willed Child ដែលនិពន្ធដោយលោក Falkhand ហើយនិងលោក Long ក្នុងឆ្នាំ2010សៀវភៅនេះនិយាយអំពីការចិញ្ចឹមបីបាច់កូនលក្ខណៈវិជ្ជមានដែលសរុបទាំងអស់មាន5ជំនាញប៉ុណ្ណោះប៉ុន្តែជំនាញនេះពិតជាជួយយ៉ាងច្រើនសម្រាប់អ្នកជាឪពុកម្ដាយប្រើប្រាស់ជាមួយកូនលោកអ្នកអាចចូលមើលនៅជំនាញ2ដែលយើងបានជជែកគ្នាពីមុននៅក្នុង playlist ហើយខ្ញុំនឹងក៏បានដាក់តំណភ្ជាប់នៅក្នុង description ផងដែរខណៈដែលជំនាញ2ដំបូងត្រូវបានប្រើប្រាស់ដើម្បីជំរុញជួយបង្កើននូវសកម្មភាពសមស្របរបស់កុមាររបស់លោកអ្នកចំណែកឯជំនាញទី3នេះគឺប្រើប្រាស់ដើម្បីកាត់បន្ថយសកម្មភាពមិនសមស្របរបស់កូនវិញម្ដងជំនាញទី3នេះនឹងត្រូវរួមចំណែកជួយដល់ការចិញ្ចឹមបីបាច់កូនរបស់លោកអ្នកឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតជំនាញនេះគឺជំនាញនៃការមិនអើពើជំនាញមួយនេះមានលក្ខណៈផ្ទុយគ្នាទាំងស្រុងអំពីជំនាញនៃការចូលរួមដែលតម្រូវឲ្យពុកម្ដាយធ្វើការដកនៅរាល់ចំណាប់អារម្មណ៍ទាំងអស់ចេញពីកូនចំពោះការមិនអើពើរួមមានការមិនប៉ះមិននិយាយនិងមិនមើលតើនេះមានន័យយ៉ាងណាសម្រាប់មិនទាំង3នេះមិនប៉ះមានន័យថាលោកអ្នកជាអាណាព្យាបាលមិនប្រើប្រាស់ផ្នែកណាមួយនៃរាងកាយរបស់លោកអ្នកប៉ះពាល់ជាមួយកូននោះទេលោកអ្នកប្រហែលជាចងចាំថាការប៉ះពាល់នៃរាងកាយអាចជាចំណែកមួយនៅក្នុងការផ្ដល់រង្វាន់ដល់កុមារដូចជាការលើកមេដៃការអង្អែលក្បាលថ្នមការអោបជាដើមមិននិយាយនិងមិនមើលក៏មានន័យដូចគ្នានេះដែរលោកអ្នកធ្វើការដកនៅគ្រប់ចំណាប់អារម្មណ៍ទាំងអស់ដែលខ្លួនមានជាមួយនឹងកុមារចេញដោយឈប់និយាយឈប់មើលនៅពេលណាដែលកុមារធ្វើសកម្មភាពណាមួយមិនសមរម្យលេចចេញមកសូមបញ្ជាក់ថាបើសិនជាកុមារមានសកម្មភាពធ្វើឲ្យខ្លួនឯងឬអ្នកដទៃមានគ្រោះថ្នាក់អ្នកជាឪពុកម្ដាយត្រូវចាត់វិធានការជាបន្ទាន់ភ្លាមៗដើម្បីទប់ស្កាត់ជៀសវាងនៅហេតុការណ៍មិនល្អកើតឡើងមកលើរូបពួកគាត់បាទនៅមុនពេលដែលបន្តនិយាយអំពីជំនាញនៃការមិនអើពើបន្តទៀតខ្ញុំសូមណែនាំពី channel YouTube ធូរចិត្តនេះបន្តិចការដែល channel មួយនេះបង្កើតឡើងគឺដើម្បីនិយាយពីចំណេះដឹងផ្សេងៗតាក់ទងជាមួយនឹងមនុស្សសម្រាប់ឲ្យលោកអ្នកយល់ដឹងអំពីអ្វីទៅជាវិទ្យាសាស្ត្រហើយប្រសិនបើលោកអ្នកចូលចិត្តវីដេអូប្រភេទនេះសូមជួយ Subscribe មើលផងហើយបើសិនជាមានការជួយ like វីដេអូនេះមួយរឹតតែប្រសើរថែមទៀតលោកអ្នកអាចចែករំលែកបទពិសោធន៍នៅក្នុងការចិញ្ចឹមបីបាច់កូនរបស់លោកអ្នកជាមួយនឹង comment នៅខាងក្រោមក៏បានដែរអូខេតោះយើងបន្តនិយាយអំពីជំនាញនៃការមិនអើពើបន្តទៀតសូមចាំថាជំនាញមិនអើពើគឺដករកនៅគ្រប់ចំណាប់អារម្មណ៍របស់យើងទាំងអស់ចេញដូចនេះរាល់លោកអ្នកជ្រើសរើសយកសកម្មភាពមិនល្អដែលកូនរបស់លោកអ្នកធ្វើជាក់លាក់ណាមួយលោកអ្នកត្រូវចាំថាលោកអ្នកត្រូវតែបន្តមិនអើពើរហូតដល់សកម្មភាពទាំងអស់នោះត្រូវបានដកចេញទៅវិញទើបលោកអ្នកបញ្ឈប់នៅសកម្មភាពមិនអើពើរបស់លោកអ្នកហើយផ្ដោតការចាប់អារម្មណ៍ទៅលើគាត់វិញតែបើលោកអ្នកមិនធ្វើដូចនេះទេទោះបីជាមានសកម្មភាពណាមួយដែលបង្ហាញថាលោកអ្នកចាប់អារម្មណ៍គាត់នោះសកម្មភាពដែលមិនល្អមិនសមរម្យរបស់កុមារនោះនឹងបន្តហើយអាចគិតតែខ្លាំងថែមទៀតផងដោយសារជាទូទៅកុមារតែងតែទាមទារចំណាប់អារម្មណ៍ពីលោកអ្នកដូចនេះលោកអ្នកជាឪពុកម្ដាយនៅពេលដែលប្រើប្រាស់ជំនាញមួយនេះលោកអ្នកត្រូវតែត្រៀមចិត្តទុកជាមុនដើម្បីអាចដឹងមុនថាជំនាញនេះគឺមិនមែនជាការងាយស្រួលនោះទេដោយលោកអ្នកត្រូវដឹងថាពេលដែលចាប់ផ្ដើមមិនរវល់នឹងអ្វីមួយដែលកូនរបស់លោកអ្នកធ្វើជាលើកដំបូងគាត់នឹងមានការយំរំអុកបាំប៉ាជាមួយយើងកាន់តែខ្លាំងឡើងថែមទៀតការដែលគាត់ធ្វើការអុកលុកបន្ថែមទៀតបែបនេះគឺដោយសារតែដូចដែលបាននិយាយអញ្ចឹងគឺគាត់ចង់ឲ្យយើងចាប់អារម្មណ៍ទៅលើគាត់ហើយនៅក្នុងចិត្តរបស់គាត់គិតថាប្រហែលជាគាត់ធ្វើមិនគ្រប់គ្រាន់ទើបយើងមិនបានចាប់អារម្មណ៍លើគាត់ដូចនេះគាត់បង្កើនការស្រែករំអុកឬក៏ធ្វើសកម្មភាពមិនល្អបន្ថែមទៀតទោះជាយ៉ាងណាក៏ដោយនៅពេលដែលលោកអ្នកមិនបន្តរវីរួលជាមួយគាត់ដល់ពេលមួយសកម្មភាពទាំងអស់នោះអាចជាការយំជាការអុកលុករបស់គាត់នឹងថយចុះទៅវិញដោយធម្មជាតិហើយសកម្មភាពទាំងនេះនឹងកើតឡើងមកវិញពេលលោកអ្នកចាប់ផ្ដើមចាប់អារម្មណ៍ជាមួយគាត់ដែលចំណាប់អារម្មណ៍តែបន្តិចដូចជាការសម្លឹងការប៉ះពាល់ឬក៏សូរសំឡេងឆ្លើយឆ្លងក៏ជាសកម្មភាពមួយដែល
អាចជាសញ្ញាថាគាត់នៅអាចបន្តធ្វើសកម្មភាពនោះតទៅទៀតដូចនេះនៅរាល់ពេលដែលអ្នកប្រើប្រាស់សកម្មភាពនេះលោកអ្នកត្រូវចាំថាលោកអ្នកត្រូវតែបន្តធ្វើវារហូតដល់សកម្មភាពមិនល្អនោះបានបញ្ឈប់ពីពួកគាត់ប្រកាសថាការប្រើប្រាស់ជំនាញមួយនេះនឹងមិនមែនជារឿងងាយស្រួលនោះទេតែវាជាវិធីសាស្ត្រមួយយ៉ាងមានប្រសិទ្ធភាពនៅពេលដែលលោកអ្នកជាពុំដាច់មិនចង់ឲ្យកូនរបស់ខ្លួនមានសកម្មភាពមិនសមរម្យណាមួយនៅថ្ងៃខាងមុខហើយដើម្បីប្រើប្រាស់ជំនាញនេះឲ្យមានប្រសិទ្ធភាពលោកអ្នកជាអាណាព្យាបាលឬពុកម្ដាយត្រូវចងចាំនៅគោលការណ៍ធំចំនួន5ជាមុនសិនទី1លោកអ្នកត្រូវជ្រើសរើសសកម្មភាពជាក់លាក់ណាមួយរបស់កុមារដែលអាចធ្វើការមិនអើពើចំពោះគាត់កម្មភាពជាក់លាក់នោះគឺជាសកម្មភាពមិនល្អដែលគាត់ឧស្សាហ៍លេចឡើងក្នុងជីវភាពប្រចាំថ្ងៃគោលការណ៍ទី2គឺត្រូវដកនៅគ្រប់ចំណាប់អារម្មណ៍ទាំងអស់របស់លោកអ្នកនៅពេលដែលសកម្មភាពមិនល្អនោះកើតឡើងគោលការណ៍ទី3លោកអ្នកត្រូវចាំថានៅពេលដែលសកម្មភាពនោះមិនអើពើរបស់អ្នកបានធ្វើហើយលោកអ្នកត្រូវបន្តធ្វើរហូតទាល់តែសកម្មភាពដែលកុមារធ្វើមិនសមរម្យនោះបានបញ្ចប់ទៅវិញហើយបន្តដល់គោលការណ៍ទី4លោកអ្នកត្រូវរំពឹងទុកជាមុនថាពេលដែលចាប់ផ្ដើមដំបូងកុមារនឹងធ្វើសកម្មភាពអុកឡុកខ្លាំងឡើងថែមទៀតបន្ទាប់ពីលោកអ្នកមិនរវីរវល់ជាមួយគាត់ប៉ុន្តែការអុកឡុករបស់គាត់នឹងថយចុះទៅវិញដោយធម្មជាតិនិងគោលការណ៍ចុងក្រោយទី5ផ្ដល់នូវចំណាប់អារម្មណ៍និងរង្វាន់គាត់ភ្លាមបន្ទាប់ពីសកម្មភាពមិនសមស្របនោះបានបាត់ហើយគាត់បានបង្ហាញនៅសកម្មភាពសមស្របត្រឡប់មកវិញឥឡូវយើងមកយកឧទាហរណ៍ដើម្បីនិយាយអំពីជំនាញនៃការអើពើនេះដើម្បីឲ្យលោកអ្នកអាចកាន់តែច្បាស់ជាងមុនឧទាហរណ៍សាមញ្ញមួយដែលអ្នកជាពុកម៉ែប្រហែលជាធ្លាប់ជួបប្រទះពេលដែលយើងដើរទិញអីវ៉ាន់នៅខាងក្រៅហើយលោកអ្នកបានដើរកាត់ហាងលក់របស់ក្មេងលេងពេលនោះលោកអ្នកមិនចង់ទិញរបស់ថ្មីសម្រាប់គាត់ទៀតទេដោយសារតែគាត់ទើបតែទិញរបស់របរក្មេងលេងដែលថ្មីមុននេះបន្តិចតែប៉ុណ្ណោះប៉ុន្តែជាក្មេងគាត់យំរំអកគាត់ធ្វើសកម្មភាពជាច្រើនបង្ហាញថាគាត់ចង់បានរបស់នោះថែមទៀតបើទោះបីជាលោកអ្នកចាប់ផ្ដើមនិយាយបញ្ជូលគាត់យ៉ាងណាក៏ដោយគាត់នៅតែយំរំអកឬក៏រំខានធ្វើយ៉ាងណាឲ្យយើងទិញរបស់នោះឲ្យគាត់ឲ្យតតែបានប្រសិនបើលោកអ្នកស្ថិតនៅក្នុងស្ថានភាពនេះតើលោកអ្នកនឹងធ្វើបែបណាដែរតើលោកអ្នកនឹងទិញបន្ថែមទៀតឲ្យគាត់ឬក៏ស្រែកកំហកវាយដំគាត់ឬក៏ទាញដៃគាត់ដើរចេញពីនោះបើសិនជាលោកអ្នកយល់ព្រមទិញឲ្យគាត់ដើម្បីកុំឲ្យគាត់បន្តយំរំអកខ្លាំងពេកដោយសារតែអ្នកខ្លាចថាគេមើលមកអ្នកជាពុកម្ដាយមិនល្អឬក៏ធ្វើឲ្យកូនយំលោកអ្នកត្រូវត្រៀមខ្លួនថាថ្ងៃអនាគតលោកអ្នកនឹងជួបប្រទះហេតុការណ៍ស្តៀងគ្នានេះបន្ថែមទៀតព្រោះថាកុមារគាត់ដឹងអំពីអ្វីដែលគាត់ត្រូវធ្វើដើម្បីបានរបស់លេងទាំងអស់នោះគាត់នឹងធ្វើសកម្មភាពដដែលមកលើរូបអ្នកជាបន្តទៅទៀតទៅវិញបើលោកអ្នកវាយដំគាត់ឬស្រែកកំហុសឲ្យគាត់ដើម្បីបញ្ឈប់សកម្មភាពនោះលោកអ្នកប្រហែលជាអាចគ្រប់គ្រងសកម្មភាពរបស់គាត់បានរយៈពេលនោះពិតមែនប៉ុន្តែអ្វីដែលលោកអ្នកត្រូវដឹងគឺវានឹងបន្សល់ទុកនៅរបួសខាងក្នុងចិត្តរបស់គាត់ដែលអាចបង្អាក់នៅការលូតលាស់របស់គាត់ដូចជាធ្វើឲ្យគាត់ខ្លាចជាមនុស្សម្នាក់ដែលប្រើប្រាស់ហិង្សាដើម្បីដោះស្រាយបញ្ហាឬក៏គាត់អាចមិនមានសេចក្តីក្លាហាននៅក្នុងការនិយាយស្ដីអំពីអ្វីដែលគាត់ចង់បានជាដើមទៅវិញសម្រាប់ការប្រើប្រាស់ជំនាញមិនអើពើអាចជាជំរឿនដ៏ល្អមួយសម្រាប់សកម្មភាពដែលពួកគាត់ធ្វើដូចនេះអ្វីដែលលោកអ្នកត្រូវធ្វើគឺលើកចាប់អារម្មណ៍នៅការយំរបស់គាត់រហូតដល់គាត់ឈប់ធ្វើសកម្មភាពយំរំខានរំអុកអ្នកបន្តទៅទៀតហើយសម្រាប់ខ្ញុំមុនពេលដែលខ្ញុំមិនរវីរវល់ជាមួយគាត់ខ្ញុំនឹងប្រាប់គាត់ជាមុនសិនថាការយំរបស់គាត់នឹងមិនធ្វើឲ្យខ្ញុំផ្លាស់ប្ដូរការសម្រេចចិត្តនោះទេហើយបើសិនជាគាត់យំគាត់អាចធ្វើបានតែការយំរំអុកឡំប៉ាបែបនេះប៉ានឹងមិនអើពើជាមួយនឹងកូនរហូតទាល់តែសកម្មភាពយំរបស់គាត់បានបញ្ឈប់លោកអ្នកប្រហែលជាអាចត្រូវរងចាំ10នាទី20នាទីឬក៏រហូតដល់1ម៉ោងក៏ថាបានវាអាស្រ័យទៅលើកម្លាំងធម៌ពលកូនរបស់អ្នកដែលនៅមានហើយនៅពេលដែលគាត់អស់កម្លាំងគាត់នឹងលែងបន្តធ្វើសកម្មភាពដូចនេះតទៅទៀតព្រោះគាត់ដឹងថាការធ្វើបែបនេះនឹងមិនទទួលបានផលអ្វីទាំងអស់គាត់នឹងបញ្ឈប់សកម្មភាពនោះដោយឯងហើយនៅពេលលើកក្រោយទៀតសកម្មភាពដែលគាត់ធ្វើការរំអុកយំទាមទារអ្វីពីយើងនឹងកាត់បន្ថយដោយឯងដោយសារតែគាត់ដឹងថាការធ្វើវិធីបែបនេះនឹងគ្មានប្រសិទ្ធភាពចំពោះរូបអ្នកទៀតទេសម្រាប់ខ្ញុំនេះហើយគឺជាការវិនិយោគរយៈពេលវែងដែលលោកអ្នកជាពុកម្ដាយបានធ្វើការអត់ធ្មត់ជាមួយនឹងគាត់ក្នុងរយៈពេលដែលគាត់យំរំអុកឡំប៉ាបែបនេះជាថ្មីម្ដងទៀត
ការមិនអើពើមានន័យថាអ្នកមិនរវីរវល់និយាយរកគាត់មើលគាត់ឬក៏ប៉ះពាល់គាត់ឬក៏សកម្មភាពណាដែលសម្ដែងថាអ្នកចាប់អារម្មណ៍គាត់នៅរាល់ពេលដែលកុមារបញ្ចេញសកម្មភាពណាមិនល្អកើតឡើងហើយចុះបើគាត់ទាញតុក្កតានោះឬក៏រុះរើរបស់ក្នុងហាងរបស់គេតើយើងជាពុកម្ដាយនឹងត្រូវធ្វើបែបណាប្រកបណាស់យើងត្រូវតែបញ្ឈប់សកម្មភាពគាត់ភ្លាមហើយយកគាត់ទៅកន្លែងណាដែលគាត់អាចបន្តយំរំអុកដោយមានសុវត្ថិភាពមិនប៉ះពាល់ដល់ខ្លួនឯងនិងអ្នកដទៃគាត់អាចបន្តធ្វើសកម្មភាពនោះរហូតទាល់តែគាត់អស់ចិត្តពីរបស់ដែលគាត់ចង់បានសម្រាប់ខ្ញុំការយំឬក៏ធ្វើសកម្មភាពលំប៉ាបែបនេះកុមារជារបៀបដែលគាត់បញ្ចេញអារម្មណ៍សោកស្ដាយឬខកចិត្តពីក្នុងខ្លួនរបស់ហើយការធ្វើបែបនេះវាមិនធ្វើឲ្យប៉ះពាល់អវិជ្ជមានអ្វីមួយទៅដល់ការលូតលាស់របស់គាត់ទេទោះពីការដែលយើងស្រែកកំហុសឬវាយដំគាត់ទៅវិញដែលបន្សល់ទុកនៅស្លាកស្នាមនៅក្នុងចិត្តរបស់គាត់អាចរហូតទៅដល់គាត់ធំឡើងថែមទៀតផងដូចនេះការយំលំប៉ារបស់គាត់អាចទទួលយកបានហើយប្រសិនបើលោកអ្នកចាប់អារម្មណ៍ថាខ្លួនឯងមានអារម្មណ៍ថប់បារម្ភឬតានតឹងក្នុងចិត្តលោកអ្នកអាចសាកល្បងប្រើប្រាស់លំហាត់ដង្ហើមឬក៏និយាយនៅក្នុងចិត្តម្នាក់ឯងថាកុមារគាត់ត្រូវការបញ្ចេញអារម្មណ៍មិនល្អមកខាងក្រៅហើយពួកគាត់មិនទាន់ដឹងអីនោះទេនេះវាជាសកម្មភាពធម្មតាដែលគាត់ធ្វើដើម្បីឲ្យគាត់អាចបញ្ចេញអារម្មណ៍គាត់មកក្រៅបានជាសរុបមកលោកអ្នកអាចមានជំរឿសនៅក្នុងការដោះស្រាយករណីក្នុងសកម្មភាពមិនសមស្របរបស់កុមារដោយលោកអ្នកព្រមទទួលយកភាពតានតឹងរយៈពេលខ្លីឬក៏លោកអ្នកទទួលយកការជឿចាប់រយៈពេលវែងក្រោយៗមកទៀតប្រសិនបើលោកអ្នកជ្រើសរើសយកការជឿចាប់រយៈពេលខ្លីលោកអ្នកប្រហែលជាអាចត្រូវប្រើជំនាញមិនអើពើនេះព្រោះថាលើក្រោយៗទៀតសកម្មភាពដែលមិនល្អរបស់គាត់នឹងថយចុះដោយសារតែពួកគាត់ដឹងច្បាស់ថាការធ្វើរបស់ពួកគាត់នឹងមិនទទួលបានផលហើយបើសិនជាលោកអ្នកយល់ព្រមឲ្យគាត់នោះពេលក្រោយលោកអ្នកនឹងត្រូវធ្វើសកម្មភាពដូចគ្នានេះជាញឹកញាប់បន្ថែមទៀតពីព្រោះគាត់ដឹងថាការរំអុកក្លាំប៉ានិងធ្វើសកម្មភាពមិនល្អរបស់គាត់គឺគាត់អាចទទួលយកបានយើងនឹងផ្ដល់នៅរង្វាន់ដល់គាត់បាទអញ្ចឹងការមិនអើពើលើសកម្មភាពមិនសមរម្យណាមួយរបស់កុមារជាសារមួយយ៉ាងច្បាស់ប្រាប់ទៅកូនៗថាមិនទទួលយកនៅសកម្មភាពមិនល្អបែបនេះបាននោះទេទៅវិញបើសិនជាគាត់ធ្វើសកម្មភាពល្អសមរម្យដែលយើងចង់បានយើងជាឪពុកម្ដាយនឹងផ្ដល់នៅចំណាប់អារម្មណ៍ក៏ដូចជារង្វាន់ដល់គាត់នៅពេលដែលលោកអ្នកគ្រប់ទៅតាមគោលការណ៍នៃការប្រើប្រាស់ជំនាញមិនអើពើកុមារនឹងរៀនបានយ៉ាងរហ័សពីសកម្មភាពណាមួយដែលគាត់មិនគួរធ្វើហើយចាំថានៅពេលណាដែលកុមារធ្វើសកម្មភាពណាមួយដែលរំខានដល់អារម្មណ៍របស់អ្នកឬបង្ហាញចេញនៅសកម្មភាពមិនល្អហើយបើសិនជាសកម្មភាពទាំងនោះមិនបង្កគ្រោះថ្នាក់ដល់ខ្លួនគាត់និងអ្នកដទៃនោះទេលោកអ្នកអាចប្រើជំនាញនៃការមិនអើពើនេះបានការប្រើប្រាស់ជំនាញនេះគឺដើម្បីដកយកឬបន្ថយនៅសកម្មភាពមិនល្អនោះចេញពីកុមារខាងក្រោមនេះអាចជាសកម្មភាពមិនសមរម្យផ្សេងៗរបស់កុមារមានដូចជាទាមទារចំណាប់អារម្មណ៍ក្នុងពេលវេលាមិនសមស្របទាមទារឲ្យលោកអ្នកធ្វើអ្វីមួយដែលលោកអ្នកមិនអាចធ្វើបានកិច្ចកប់យំដណ្ដកស្រែកចេះតវ៉ាយំរំអប់ទាមទារចំណាប់អារម្មណ៍យំឡាំប៉ាខឹងឆេវឆាវនិងមានសកម្មភាពផ្សេងៗទៀតជាច្រើនជាធម្មតាលោកអ្នកជាឪពុកម្ដាយតែងតែមានការលំបាកនៅក្នុងការប្រើប្រាស់ជំនាញនេះឲ្យមានប្រសិទ្ធភាពដោយសារតែនៅពេលដែលកុមារគាត់អុកលុកដំបូងគាត់តែងតែធ្វើវាកាន់តែខ្លាំងឡើងនៅមុនពេលដែលសកម្មភាពនោះបានថយចុះទៅវិញសម្រាប់ខ្ញុំវាពិតជាការពេលវេលាមួយដ៏លំបាករបស់អ្នកព្រោះថាជាមនុស្សយើងតែងតែចង់បានដំណោះស្រាយនៅបញ្ហាភ្លាមហើយក៏យើងមិនចង់ឲ្យអ្នកដទៃមើលមកយើងថាជាពុកម្ដាយមិនល្អផងដែរដែលធ្វើឲ្យកូនយំស្រែកនៅមុខអ្នកដទៃបែបនេះប៉ុន្តែជំនាញទី3នេះផ្ទុយទៅវិញបែរជាឲ្យលោកអ្នកមិនអើពើនឹងសកម្មភាពរបស់កុមារទៅវិញខ្ញុំដឹងថាការធ្វើបែបនេះលំបាកខ្លាំងណាស់សម្រាប់លោកអ្នកតែបើសិនជាលោកអ្នកពិតជាអាចទ្រាំទ្របានវាពិតជាជួយអ្នកនៅថ្ងៃខាងមុខមិនខានសូមចាំថាបើសិនជាអារម្មណ៍របស់លោកអ្នកតានតឹងខ្លាំងពេកលោកអ្នកអាចដកឃ្លាបន្តិចដើម្បីទៅសម្រួលអារម្មណ៍ឬឲ្យដៃគូរបស់អ្នកជួយអន្តរាគមន៍បន្តពីលោកអ្នកតាមពិតទៅការមិនអើពើរបស់លោកអ្នកមិនមែនមានន័យថាលោកអ្នកមិនធ្វើអ្វីទាំងអស់នោះទេលោកអ្នកគ្រាន់តែមិនរវីរវល់នឹងគាត់នៅពេលដែលមានសកម្មភាពមិនសមរម្យដែលលេចចេញមកតែប៉ុណ្ណោះនៅពេលនោះលោកអ្នកនៅតែបន្តនៅជាមួយគាត់ហើយសង្កេតពីគ្រប់សកម្មភាពរបស់គាត់រហូតដល់សកម្មភាពមិនសមរម្យនោះបាត់ទៅវិញហើយនៅពេលដែលសកម្មភាពមិនល្អនោះបាត់
លោកអ្នកត្រូវតែផ្ដល់នូវការចាប់អារម្មណ៍ទៅលើគាត់វិញហើយក៏ដូចជាអាចផ្ដល់ជារង្វាន់លើកទឹកចិត្តគាត់ជាការលើកមេដៃជាការសរសើរគាត់តែគាត់អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានអរគុណច្រើនមែនទែនសម្រាប់ការស្ដាប់របស់លោកអ្នកសូមចាំថាការប្រើប្រាស់ជំនាញទាំង3រួមគ្នាអាចឲ្យកុមារដឹងថាសកម្មភាពណាដែលឪពុកម្ដាយចង់បានព្រោះថាការប្រើប្រាស់ជំនាញនៃការចូលរួមនិងផ្ដល់រង្វាន់គឺជំរុញឲ្យសកម្មភាពណាដែលយើងគិតថាសមរម្យបន្តទៅមុខទៀតហើយសម្រាប់សកម្មភាពណាដែលឪពុកម្ដាយមិនចង់បានយើងប្រើជំនាញមិនអើពើជំនួសវិញហើយជាការល្អនៅមុនពេលប្រើជំនាញទាំងអស់នេះលោកអ្នកត្រូវតែប្រាប់គាត់ឲ្យដឹងជាមុនថាហេតុអ្វីបានជាអ្នកមិនអើពើជាមួយគាត់ហើយពេលណាដែលលោកអ្នកនឹងអើពើជាមួយគាត់វិញលោកអ្នកមិនមែនស្អប់គាត់ទេតែលោកអ្នកមិនចង់ឲ្យកូនរបស់លោកអ្នកបញ្ចេញសកម្មភាពណាដែលមិនសមរម្យចេញមកខាងក្រៅសូមចាំថាដូចពីសកម្មភាពផ្សេងៗទៀតដែរប្រសិនបើលោកអ្នកចង់បង្រៀនកូនអំពីសកម្មភាពណាមួយឬក៏ចង់ដកនៅសកម្មភាពដែលមិនល្អណាមួយលោកអ្នកត្រូវតែធ្វើទៅលើសកម្មភាពជាក់លាក់ណាមួយជាមុនសិនសូមអរគុណច្រើនហើយសង្ឃឹមថាវីដេអូមួយនេះនឹងអាចជាចំណែកមួយសម្រាប់ការរៀនពីជំនាញថ្មីមួយទៀតនៅក្នុងការអប់រំកូនរបស់លោកអ្នកហើយសូមចាំថាជំនាញទាំងអស់នេះតម្រូវឲ្យលោកអ្នកជាពុកម្ដាយធ្វើការកែសម្រួលឲ្យសមស្របជាមួយនឹងកូនរបស់អ្នកពីព្រោះថាក្មេងៗម្នាក់មានចរិតលក្ខណៈខុសៗគ្នាប៉ុន្តែនៅពេលដែលប្រើប្រាស់ជំនាញនេះត្រូវចាំនៅគោលការណ៍5ជាមុនសិនដោយទី1យើងត្រូវដឹងថាសកម្មភាពជាក់លាក់ណាដែលយើងនឹងមិនអើពើជាមួយនឹងគាត់ទី2ដកនៅគ្រប់ចំណាប់អារម្មណ៍ទាំងអស់របស់អ្នកចេញពីសកម្មភាពដែលមិនល្អមួយនោះទី3នៅពេលដែលយើងចាប់ផ្ដើមធ្វើត្រូវតែបន្តធ្វើរហូតតតែសកម្មភាពមិនសមរម្យនោះលែងលេចឡើងមកម្ដងទៀតទី4ត្រូវដឹងជាមុនថានៅពេលដែលយើងចាប់ផ្ដើមធ្វើសកម្មភាពមិនអើពើពួកគាត់នឹងធ្វើការអុកឡុកហើយទាមទារចំណាប់អារម្មណ៍មកលើយើងកាន់តែខ្លាំងហើយចុងក្រោយគឺលោកអ្នកនៅពេលដែលឃើញថាសកម្មភាពមិនល្អឬក៏មិនសមរម្យរបស់គាត់បានបាត់ទៅហើយលោកអ្នកត្រូវតែផ្ដល់ចំណាប់អារម្មណ៍និងរង្វាន់គាត់ភ្លាមដើម្បីយើងជំរុញឲ្យគាត់ធ្វើសកម្មភាពល្អប្រសើរឡើងមកវិញខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ការចំណាយពេលរបស់លោកអ្នកនៅក្នុងការស្ដាប់នៅវីដេអូមួយនេះខ្ញុំសង្ឃឹមថាលោកអ្នកនឹងអាចចែករំលែកនៅបទពិសោធន៍ល្អៗរបស់លោកអ្នកបន្ថែមទៀតនៅក្នុង comment ហើយប្រសិនបើមានសំណួរលោកអ្នកក៏អាចសរសេរបានផងដែរជាថ្មីម្ដងទៀតបើសិនជាលោកអ្នកចូលចិត្តវីដេអូនេះសូមជួយចុច like មួយដើម្បីឲ្យ YouTube រុញវីដេអូប្រភេទនេះទៅកាន់អ្នកដទៃថែមទៀតឲ្យគាត់ដឹងពីចំណេះដឹងនៅក្នុងការចិញ្ចឹមបីបាច់កូនដោយមិនប្រើអំពើហិង្សាខ្ញុំសូមអរគុណហើយសូមជម្រាបលាផងដែរ